ខ្ញុំប្រាប់វិជាអត់នៅក្នុងវត្តខ្ញុំប្រាប់វិជាអញ្ចឹងញាតិញោមទៅសាស្ត្រអស់នេះជាកូនចៅវត្តបានមកនៅក្នុងខាងស្មៅវត្តខ្ញុំប្រាប់វិជាអស់អង្គបានមុនមកពីវត្តវិជាហ្នឹងចូលមកជួយបន់កថាទាននៅលើថ្ងៃនេះបានបានទៅជាអត់ថាជួយខ្លះដើម្បីចែកជូនដល់ជានិច្ចណាតាមក្នុងទៀតទៅរមណីយដ្ឋានបែបសាសនានៅលើក្នុងនេះអញ្ចឹងក្នុងនេះគឺនៅខាងក្នុងខាងស្មារតីរបស់ខ្ញុំត្រូវខាងសុខភាពខាងប្រចាំទាំងញាតិញោមឃើញហើយថាទៅខំកសាងកូនចៅទៅដល់កសាងខ្ញុំចាវៈចំនួន400អង្គដាក់ជា400អង្គជាងទាំងអស់នេះគឺជាអង្គរបស់ដែលញាតិញោមពុទ្ធបរិស័ទនៅទូទាំងទុកទាំង3ដែលមានតែជាចាស់ឡាជួយចេញក្នុងតម្លៃទៅតាមការសំគួរសំរុំហ្នឹងហើយចឹងហើយថ្ងៃនេះក៏ជាឱកាសល្អដែលអាត្មាភាពរួមនឹងកូនចៅនឹងបានមកទស្សនាមកលេងដើម្បីកម្សាន្តរឿងថែប្រកាយគ្រប់ព្រះអង្គមុននឹងចូលទៅក្នុងការសិក្សាយើងទៅវិញបានមកលេងចឹងហើយបើងាកទៅជើងនោះគឺមានភ្នំហើយមានទឹកទន្លេព័ទ្ធជុំវិញដូចជាវិទ្យាឃើញណាជុំវិញនេះនេះដីខ្សាច់សម្រាប់ចាក់តានៅថ្ងៃអនាគតខាងមុខទៀតចឹងហើយនេះបើសិនណាជាញាតិញោមបានឃើញចូលរួមអនុមោទនាត្រេកអរបានបុណ្យញោមណាបានបុណ្យព្រោះថាគេហៅថាការទេសនានៅតរយៈការឃើញនៅប្រសើរការឃើញនៅប្រសើរនោះឃើញប្រសង់និមន្តច្រើនព្រះអង្គហើយឃើញអគ្គសាវកដែលកសាងឡើងជាតំណាងឲ្យនៃពុទ្ធសាសនាអង្គលហ្នឹងអញ្ចឹងវាការឃើញនេះគឺជាការឃើញប្រសើរក្នុងអនិច្ចអរិយគប6យ៉ាងទេសនានុតរិយការឃើញប្រសើរអញ្ចឹងបើញាតិញោមបងប្អូនបានឃើញហើយមានសេចក្តីត្រេកអរជ្រះថ្លាអនុមោទនាត្រេកអរទៅបានបុណ្យមួយចំណែកទៀតក៏ទោះបីញោមបានចូលរួមកសាងក្តីមិនបានចូលរួមកសាងទេគាត់តែឃើញហើយត្រេកអរអនុមោទនាយកបុណ្យកុសលទៅអាហ្នឹងតាមទិសនៃពុទ្ធសាសនាលោកហៅថាទេសនានុតរិយការឃើញប្រសើរអញ្ចឹងហ្នឹងអាត្មាបានសូមចម្រើនតដល់ញាតិញោមពុទ្ធបរិស័ទនៅក្នុងខ្សែនេះអញ្ចឹងបើចំណាយញាតិញោមឃើញហើយបើមានតែចិត្តប្រាត្រេកអរជាមួយនឹងបានបុណ្យមួយចំណែកទៀតក៏បានបុណ្យមួយចំណែកទៀតហ្នឹងហៅថាទេសនានុតរិយការឃើញប្រសើរដល់សវនានុតរិយការស្ដាប់ដល់ប្រសើរស្ដាប់ហ្នឹងស្ដាប់មិនស្ដាប់ថាក្នុងថ្ងៃនេះគឺជាថ្ងៃអាទិត្យ6កើតខែកដិកហ្នឹងជាការពុតតែមិនមែនផ្សេងច្រឡំឯកសារហើយប្រហែលជាលោកថតតាំងពីឆ្នាំណាទៅតែយកអត់ទេគឺថ្ងៃនេះគឺជាថ្ងៃអាទិត្យ6កើតខែកដិកឆ្នាំខាលពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី30ម៉ោងតាមពុទ្ធតាមត្រូវថ្ងៃទី30ខែតុលាឆ្នាំ2022ហ្នឹងវេលាម៉ោងម៉ោង 5:32 នាទីកំពុងតែថតយករូបភាពនេះអ្នកមុំឃើញអរគុណច្រើនទេសនាហើយមានតែក្តីជ័យអរទៀតការទៅបានបុណ្យបានកុសលព្រោះមានពេលនេះញោមមានពេលបានមកទេសនាជាមួយកូនចៅញោមនៅក្នុងចិត្តនោះរូបសង្ឃប្រហែលជា30អង្គណាតែ30អង្គចឹងហើយថ្ងៃនេះអាត្មានឹងជាឱកាសដ៏អស្ចារ្យហើយអគ្គសាវកនឹងច្រើនអង្គជាង400អង្គណាដាក់ជាប់នឹងទាំងញាតិញោមពុទ្ធបរិស័ទបានឃើញណាឃើញចឹងតាមញាតិញោមបានឃើញហើយអគ្គសាវកតែបានតាមទឹកជាទីការៈនៃពុទ្ធបរិស័ទនៅខាងពុទ្ធសាសនាអ្នកកាន់ពុទ្ធសាសនានេះអ្នកមិនបានកាន់ទេគ្រាន់តែឃើញត្រេកអរក៏បានបុណ្យដែរមិនមែនប្រកាន់ថៃគ្រាន់តែអ្នកកាន់ពុទ្ធសាសនាបានបុណ្យអត់ទេហើយតែអ្នកមានចិត្តទឹកចិត្តត្រេកអររីករាយចិត្តខ្លាអោនកាយថ្វាយបង្គំឬក៏នមស្ការចំពោះនឹកដល់គុណព្រះអគ្គសាវកមហាសាវករបស់សាសនាខាងពុទ្ធគឺបានអានិសង្សក៏នេះតាមទិសដីហ្នឹងអញ្ចឹងថ្ងៃនេះជាថ្ងៃល្អបំផុតក្នុងជីវិតរបស់អាត្មាក៏ដូចជាថ្ងៃល្អរបស់សកម្មនិស្សិតរបស់អាត្មាអស់ដែលបានមុនអមដំណើរមួយជាមួយនឹងសិតតែជាអ្នកមានសទ្ធាពីខាងដើមមកក៏ចូលរួមកសាងកន្លែងនេះក៏តាមចំនួនមួយចំនួន
ប៉ុន្តែបើទីនេះបើកណាជាមកប្រាប់ថាក៏សាងបានប្រមាណឆ្នាំអីបាន3ឆ្នាំនោះ3ឆ្នាំមកចាប់ពីការចាប់ដើមកសាងមកទៅសប្តាហ៍3ឆ្នាំលទ្ធផលដែលបានកើតឡើងបានប៉ុណ្ណឹងទៅវាបាន2ទៅវានៅខាងក្រោមនោះមួយទៅវាខាងលើវិញមួយទៅវាខាងក្រោមមួយទៅវាខាងលើមួយអញ្ចឹងលទ្ធផលដែលចេញពីវិជ្ជាហ្នឹងបានប៉ុណ្ណឹងតែប៉ុន្តែនៅតែមានការបន្តកសាងបន្ថែមទៀតកម្មចិញ្ចឹមរចនាជាញាតិញោមមិនយល់ទាស់ទេបើមានសតិចិត្តអាចចូលរួមក៏រឹងរឹតតែពេកអត់ដែរព្រោះអនាគតទៅប្រហែលជាខ្នល់នេះថាផ្លូវនេះប្រហែលជាចាក់សាបទីតង់អីតែជួយតាមនេះតែគាត់ថាយើងជាផ្លូវមួយដែលសម្រាប់ឲ្យបរិកាសសម្រាប់គឺជាលំកាយកាយទីតលលំកាយកាយហ្នឹងក៏ចង់សូមអរគុណណាស់អរគុណជំរាបបរិកាសក៏មានបរិកាសបានឃើញហើយមានសេចក្តីចាស់ចាស់ក៏ហើយទីបញ្ចប់ស្នាដៃគឺចូលជ័យដល់ញាតិញោមពលកម្មដែលបានជួយក្នុងតែអភិវឌ្ឍនេះសូមឲ្យញាតិញោមទាំងអស់បានសម្រេចអ្នកផលគ្រប់គ្នាដើម្បីអានឡើយហើយយើងនឹងតាមដាននៅសកម្មភាពទៅខាងទៀតតើមានរូបភាពអីទៀតសម្រាប់ឲ្យចែកជូនដល់ញាតិញោមហ្នឹងញាតិញោមសូមតាមដានតាមជំនឿស្មារតីទៅឲ្យខាងទៀត